ณะពេលដែលលោកតាប៉ាទ្រីកកំពុងតែខឹងដាក់ចៅប្រុសព្រោះគិតថាត្រូវចៅឌៀមដាមរឿងអាយុលីអនបែរជាសួរដេញដោលចំចំដោយគ្មានភាពញញើតថាលោកតាទឹកមុខព្រួយបារម្ភនឹងគឺតាក់ទងនឹងរឿងថ្នាំទឹកខៀវដែលខ្ញុំទើបតែជូនមែនទេសំណួរនេះធ្វើឲ្យប៉ាទ្រីកភ្ញាក់ផ្អើលជាខ្លាំងគាត់ក៏សម្រេចចិត្តសួរទៅចៅប្រុសត្រង់ភ្លាមថាតើឯងពិតជាអាចផលិតថ្នាំដែលមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ជាងនេះបានមែនទេលើបែបនេះលីអនចាប់ផ្ដើមគិតវិភាគក្នុងចិត្តយ៉ាងលឿនគាត់ដឹងច្បាស់ថាបើផ្អែកលើកម្រិតជំនាញអាជីមីនិងឧបករណ៍ចម្រាញ់ចាស់ៗដែលគាត់មានបច្ចុប្បន្នការផលិតថ្នាំឲ្យបានកម្រិត2ផ្កាយគឺជារឿងពិបាកទៅហើយនៅក្នុងប្រព័ន្ធហ្គេមវារលឹកឲ្យគាត់ចាំថាការប្រមូលបានរបស់ល្អៗគឺត្រូវការសំណាងខ្លាំងព្រោះរុក្ខជាតិឱសថកម្រគឺពិបាករកខ្លាំងណាស់នៅក្នុងព្រៃប៉ុន្តែលីអនក៏ដឹងខ្លួនឯងច្បាស់ដែរថាគាត់ដាច់ខាតមិនអាចបោះបង់ឱកាសដ៏ធំធេងពីអ្នកវិនិយោគដ៏មានអំណាចដូចជាលោកតារបស់ខ្លួនបានឡើយជាមួយនឹងទឹកមុខដ៏មើងម៉ាត់លីអនបានសួរដេញដោលជីតាវិញថាតើលោកតាចង់យកថ្នាំគុណភាពខ្ពស់នោះទៅប្រើប្រាស់ធ្វើអ្វីប៉ាទ្រីកក៏ឆ្លើយតបថាគាត់ចង់យកវាទៅជូនមេអ្នកមើលការខុសត្រូវស៊ីលវីយ៉ាលីអនលឺហើយលួចភ្ញាក់ផ្អើលនិងគិតតែឆ្ងាយភ្លាមព្រោះស្មានថាអ្នកទាំងពីរលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅនឹងគ្នាប៉ុន្តែភ្លាមនោះប្រព័ន្ធហ្គេមបានលោតសារព្រមានគេចំកណ្ដាលមុខភ្លាមថាព្រមានវាមិនមែនជាស្នេហាដូចអ្វីដែលឯងកំពុងតែគិតខុសនោះទេដើម្បីធានាភាពជោគជ័យលីអនបានសុំពេលលោកតាចំនួន2សប្តាហ៍ដើម្បីផលិតថ្នាំដែលល្អជាងមុនប៉ាទ្រីកលឺហើយស្រឡាំងកាំងនិងភ្ញាក់ផ្អើលនឹងរយៈពេលដ៏យូរនេះគាត់ក៏ចាប់ផ្ដើមនិយាយទាស់ដេញដោលភ្លាមឃើញលោកតាប្រែទឹកមុខកាចលីអនភ័យស្លន់ស្លោខ្លាំងពេកក៏ប្រញាប់និយាយកាត់បន្ថយពេលមកត្រឹម1សប្តាហ៍វិញភ្លាមរួចក៏ស្ទុះរត់ចេញពីបន្ទប់ធ្វើការយ៉ាងលឿនស្លេវដោយមិនទុកឱកាសឲ្យលោកតានិយាយតបតឬហាមឃាត់អ្វីបានសូម្បីតែមួយម៉ាត់ទោះបីជាប្រថុយតែលីអនដឹងថាឱកាសយកចិត្តប្រមុខត្រកូលលើកនេះគឺធំធេងណាស់បើធ្វើបានសម្រេចជីវិតរស់នៅរបស់គាត់ច្បាស់ជាស្រួលមិនខានចំណែកឯលោកតាប៉ាទ្រីកបានត្រឹមតែលើកដៃតែងឿងឆ្ងល់និងហួសចិត្តជាខ្លាំងចំពោះចរិតរត់ប្រាស់ដកជើងព្រះលឿនស្លេវរបស់ចៅប្រុសខ្លួនបន្ទាប់ពីរត់ចេញមកលីអនបានត្រឡប់មកកាន់តំបន់ព្រៃក្បែរវិមានវិញគាត់ចាប់ផ្ដើមឈរគិតរកវិធីផលិតរបស់កម្រិត3ផ្កាយឲ្យបានក្នុងរយៈពេលដ៏ខ្លីបំផុតនេះគាត់ដឹងថាខ្លួនឯងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អង្គុយហ្វឹកហាត់ដំឡើង level ឡើយហើយទោះបីជាចំណាយលុយទិញរបស់ថ្លៃៗមកប្រើក៏ប្រហែលជាមិនអាចបញ្ចេញប្រសិទ្ធភាពបានល្អដែរក្នុងពេលដ៏ទាល់ច្រកនោះគំនិតដ៏ឆ្លាតវៃមួយបានលេចឡើងគាត់ក៏សម្រេចចិត្តបើកផ្ទាំងប្រព័ន្ធហ្គេមដើម្បីឆែកមើលភ្លាមគាត់បានបើកផ្ទាំងហាងទិញទំនិញរបស់ប្រព័ន្ធប៉ុន្តែព័ត៌មាននិងមុខទំនិញល្អៗជាច្រើនត្រូវបានលាក់ទុកព្រោះតែគាត់មិនទាន់មានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងគណនីប្រព័ន្ធឡើយលីអនបានបន្តពិនិត្យមើលឧបករណ៍កម្រិតធម្មតាមួយចំនួនតែគាត់ត្រូវក្តៅក្រហាយនិងខឹងសម្បារយ៉ាងខ្លាំងព្រោះតែតម្លៃរបស់របរនីមួយៗគឺថ្លៃកប់ពពកហួសហេតុពេកគាត់អង្គុយរអ៊ូរទាំពីរឿងតម្លៃដ៏សាហាវនេះរួចក៏សម្រេចចិត្តបដូរទៅមើលផ្ទាំងផ្សេងទៀតនៅក្នុងហាងពេលបដូរមកគាត់ត្រូវបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលព្រោះគ្រឿងទេសវេទមន្តកម្រិតខ្ពស់មានតម្លៃរហូតដល់ទៅ10000 ស៊ីលីងឯណោះដឹងច្បាស់ថាខ្លួនឯងគ្មានលទ្ធភាពនិងគ្មានលុយគ្រប់គ្រាន់ដើម្បីបញ្ជាទិញទំនិញទឹកទាំងនេះពីប្រព័ន្ធលីអនដឹងខ្លួនថាគាត់មានតែបង្ខំចិត្តប្រើប្រាស់វិធីប្រមូលផលនិងស្វែងរកឱសថបែបបុរាណដោយដៃផ្ទាល់ប៉ុណ្ណោះបើសិនជាចង់បញ្ចប់ការងារនេះឲ្យទាន់ពេលវេលាប៉ុន្តែលីអនក៏ដឹងច្បាស់ពីចំណុចខ្សោយមួយទៀតដែរគឺការដើររកនិងបោចដករុក្ខជាតិដោយដៃទទេនៅក្នុងព្រៃវាមានដែនកំណត់ខ្លាំងណាស់ដូច្នេះអ្វីដែលគាត់ត្រូវការជាបន្ទាន់បំផុតនៅពេលនេះគឺឧបករណ៍ជីកដីកាត់មកដល់ទស្សនវិជ្ជានៅខាងក្នុងរោងជាងដែកដ៏កៅរហុយមួយកំពុងតែមានសម្លេងដំដែកឆាំងយ៉ាងខ្លាំងក្លាជាងដែកម្នាក់ដែលជាមនុស្សទឿកំពុងតែផ្ដោតអារម្មណ៍ដំដែកយ៉ាងស្វាហាប់ខណៈពេលដែលជំនួយការរបស់គាត់បានរត់ចូលមកទាំងស្រែកហៅសម្លេងខ្លាំងជាងដែកមនុស្សទឿខឹងសម្បារយ៉ាងខ្លាំងដែលត្រូវគេមករំខានចំពេលដែលគាត់កំពុងតែមមាញឹកនឹងការងារដំដែកដ៏សំខាន់ប៉ុន្តែជំនួយការនៅតែទទូចហៅឲ្យគាត់ប្រញាប់ចេញទៅមើលខាងក្រៅដោយប្រកាសទាំងរំភើបញាប់ញ័រថាបងប្រុសប្រញាប់ឡើងមានអតិថិជនកម្រិតមហាសេដ្ឋីម្នាក់មកដល់រោងជាងរបស់យើងហើយឮពាក្យថាមហាសេដ្ឋីជាងដែកមនុស្សទឿចាប់ផ្ដើមចាប់អារម្មណ៍ភ្លាមគាត់ដើរចេញមកខាងក្រៅទាំងរអ៊ូរទាំក្នុងចិត្តគិតចង់កាប់ថ្លៃលក់របស់របរថ្លៃៗឲ្យអតិថិជនម្នាក់នោះឲ្យណែនដៃប៉ុន្តែពេលដើរចេញមកដល់គាត់បែរជាមកប្រឈមមុខនឹងលីអនដែលកំពុងឈររង់ចាំយ៉ាងស្ងប់ស្ងាត់ជាងដែកមនុស្សទឿមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញក្មេងកំឡោះម្នាក់ក្នុងឈុតសម្លៀកបំពាក់ដ៏ប្រណិតនិងថ្លៃថ្នូរមកសួររកម្ចាស់រោងជាងបែបនេះលីអនមិនបង្អង់យូរឡើយគាត់បានពោលសុំការអនុញ្ញាតចូលប្រើប្រាស់និងធ្វើការនៅក្នុងរោងជាងដែករបស់ពួកគេដើម្បីកុំឲ្យម្ចាស់រោងជាងបដិសេធលីអនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមែនមកប្រើប្រាស់ដោយទទេឡើយរួចគាត់ក៏បានលូកដៃដកថង់លុយដ៏ធ្ងន់មួយចេញមកបង្ហាញពីការហ៊ានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ជាការតបស្នងធ្វើឲ្យជាងដែកមនុស្សទើបពេញចិត្តនិងបើកភ្នែកធំភ្លាមការពិតទៅមុនពេលដែលលីអនសម្រេចចិត្តមកទីនេះគាត់បានដើរពិនិត្យមើលចប់ជីកធម្មតាដែលគេដាក់លក់តាមដងផ្លូវរួចទៅហើយដើម្បីវាយតម្លៃគុណភាពឧបករណ៍នៅលើទីផ្សារគាត់ដឹងថាពួកជាងដែកធម្មតារវល់តែនាំគ្នាផលិតអាវុធថ្លៃៗសម្រាប់ពួកអ្នកចម្បាំងហើយទោះបីជាគាត់ប្រើប្រាស់ឥទ្ធិពលឬអំណាចនៃត្រកូលអាស្តេរីទៅបង្ខំគេក៏គ្មានផ្លូវអាចរកឧបករណ៍ជីកដីកម្រិតល្អឥតខ្ចោះបានក្នុងរយៈពេលត្រឹមតែមួយថ្ងៃដែរហើយទើបលីអនសម្រេចចិត្តធ្វើដំណើរមកកាន់រោងជាងដីរបស់ពូជសាសន៍មនុស្សទឿដោយផ្ទាល់ខ្លួនដើម្បីបង្កើតឧបករណ៍ជីកដីទឹកមួយដោយប្រើប្រាស់សម្ភារៈរបស់ពួកគេលីអនបានបង្ហាញស្នាមញញឹមរួចសន្យាថានឹងផ្ដល់ប្រាក់រង្វាន់ជាមាសយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ថែមទៀតពេលក្រឡេកឃើញដុំមាសដ៏ភ្លឺចែងចាំងភ្នែកនៅក្នុងថង់លុយជាងដែកមនុស្សទឿបានត្រឹមតែដកដង្ហើមធំរួចលេបទឹកមាត់ដោយសារតែភាពលោភលន់ចង់បានមាសទាំងនោះប៉ុន្តែដោយសារមានចរិតរឹងរូសជាងដែកមនុស្សទឿបានរអ៊ូតំត្អូញត្អែទាំងធុញទ្រាន់ថាគាត់កំពុងតែឈឺក្បាលហើយមិនចង់ខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនមកលេងល្បែងក្មេងខ្មងជាមួយពួកអភិជនឡើយឃើញស្ថានភាពមិនសូវស្រួលជំនួយការរបស់គាត់ក៏បានលួចដកលុយមួយចំនួនហុចត្រឡប់ទៅឲ្យលីអនទៅវិញទាំងខ្សឹបប្រាប់ថាលុយមាសទាំងនេះវាច្រើនហួសហេតុពេកហើយគ្រាន់តែសម្រាប់ការបង្កើតចបជីកធម្មតាមួយដើមសោះនោះព្រមទាំងបានលួចប្រមានលីអនឲ្យមានការប្រុងប្រយ័ត្នចំពោះចរិតឆេវឆាវរបស់ជាងដែកមនុស្សទឿនេះផងដែរលីអនគ្រាន់តែលួចសើចស្ងួតនៅក្នុងចិត្ត
ព្រោះការដែលគាត់ឲ្យលុយលើសលោកបែបនេះគឺជារឿងដែលគាត់ព្រៀងទុកដោយចេតនាដើម្បីទិញទឹកចិត្តតែប៉ុណ្ណោះជំនួយការឃើញលីអនមិនប្រកាន់ក៏ដកដង្ហើមធំដោយភាពធូរស្រាលរួចក៏ចាប់ផ្ដើមពន្យល់ពីរបៀបនិងច្បាប់ទម្លាប់នៃការធ្វើការនៅក្នុងរោងជាងនេះឲ្យលីអនស្ដាប់ភ្លាមនោះជាងដាច់មនុស្សទឿបានដើរមកឈរពីមុខលីអនយ៉ាងគៀករួចសម្លឹងមើលស្កេនពីលើចុះក្រោមហើយសួរឌឺដងបែបមើលងាយថាហាក្មេងប្រុសទុនជ្រាយដូចជាឯងនឹងចង់មកធ្វើជាជាងដៃដំដាច់នឹងគេដែរមែនទេការពិតទៅពូជសាសន៍មនុស្សទឿគឺល្បីល្បាញបំផុតពេញពិភពលោកថាជាអ្នកជំនាញលំដាប់កំពូលខាងសិល្បៈនៃការច្នៃម៉ូដនិងជាជាងដៃដ៏មានសមត្ថភាពខ្ពស់ឯគ្មានមនុស្សណាម្នាក់អាចប្រៀបផ្ទឹមបានឡើយពួកគេកើតមកមានកម្លាំងកាយមហាសាលខុសពីធម្មតាថែមទាំងមានស្បែកដ៏ក្រាស់ដែលអាចប៉ះពាល់នឹងកាន់ដុំភ្លើងក្តៅៗបានដោយមិនខ្លាចរលាកសូម្បីតែបន្តិចក្រៅពីកម្លាំងកាយដ៏អស្ចារ្យពួកមនុស្សទឿគឺពូកែខាងការវាស់វែងប្រវែងប្រកបដោយភាពជាក់លាក់ខ្ពស់និងការយកចិត្តទុកដាក់ផ្ដោតអារម្មណ៍លើការងារយ៉ាងខ្លាំងក្លាបំផុតជាងដាច់មនុស្សទឿបានឈរអោបដៃធ្វើរឹកពីខ្លាំងរួចសួរត្រង់ៗដោយសម្លេងក្ររត់ថាក្មេងប្រុសសក់មាសតើឯងឈ្មោះអីលីអនក៏បានណែនាំខ្លួនយ៉ាងគួរសមតែគ្រាន់តែឮឈ្មោះភ្លាមជាងដៃមនុស្សទឿក៏លាន់មាត់ស្គាល់ភ្លាមថានេះគឺជាក្មេងប្រុសចម្លែករួមទាំងឈួតលឡែដែលមនុស្សម្នាទូទាំងក្រុងកំពុងតែនិយាយដើមគ្នាយ៉ាងខ្លាំងនោះឯងទោះជាយ៉ាងណាដោយមិនខ្វល់ពីឋានៈជាអភិជនឬពាក្យចចាមអារាមអ្វីទាំងអស់ជាងដៃមនុស្សទឿបានងាកទៅបញ្ជាជំនួយការឲ្យរៀបចំកន្លែងនិងលដុតភ្លើងមួយឲ្យលីអនធ្វើការភ្លាមធ្វើឲ្យជំនួយការភ័យស្លន់ស្លោព្រោះមិននឹកស្មានថាបងប្រុសរបស់ខ្លួនព្រមព្រៀងងាយៗបែបនេះឡើយលីអនមានសេចក្តីត្រេកអរជាខ្លាំងគាត់បានពោលពាក្យអរគុណសម្រាប់ឱកាសនិងការបដិសណ្ឋារកិច្ចដ៏ល្អមួយនេះរួចក៏បានសួរនាំរកឈ្មោះរបស់ជាងដៃមនុស្សទឿរូបនោះប៉ុន្តែជាងដាច់ម្នាក់នោះមិនខ្វល់នឹងឆ្លើយតបឡើយគាត់បានបែរខ្នងដើរចេញទៅវិញយ៉ាងប្រងើយឃើញបែបនេះជំនួយការក៏បានដើរមកប្រាប់លីអនដោយទន់ភ្លន់ថាបងប្រុសរបស់ខ្ញុំគាត់ឈ្មោះមូឌូបាទចំណែកខ្ញុំឈ្មោះចនបន្ទាប់ពីណែនាំខ្លួនរួចចនក៏បានបបួលនិងនាំផ្លូវលីអនឲ្យដើរតាមគាត់ចូលទៅក្នុងផ្នែកខាងក្នុងនៃរោងជាងដាច់ភ្លាមចនចាប់ផ្ដើមណែនាំនិងបង្ហាញទីកន្លែងនេះទៅកាន់លីអនដោយក្តីមោទនភាពជាខ្លាំងព្រោះនៅលើធ្នើនិងជញ្ជាំងទាំងមូលសុទ្ធសឹងតែពោពេញទៅដោយឧបករណ៍គ្រឿងបន្លាស់និងអាវុធដ៏មានគុណភាពជាច្រើនប្រភេទដែលច្នៃឡើងយ៉ាងប្រណិតជាងដាច់វ័យក្មេងចនបានប្រាប់លីអនថាលោកម្ចាស់អាចសម្លឹងមើលនិងជ្រើសរើសតាមចិត្តចុះណាខណៈពេលដែលលីអនកំពុងតែដើរសម្លឹងមើលជុំវិញរោងជាងដាច់ដ៏អាថ៌កំបាំងមួយនេះដោយក្រសែភ្នែកពោពេញដោយផែនការថ្មីបន្ទាប់មកជាងដាច់បានប្រាប់ឲ្យលីអនដើរមើលរបស់របរជុំវិញនោះដោយភាពចង់ដឹងចនបានបញ្យល់បន្ថែមឧបករណ៍ដែលតាំងលក់នៅខាងមុខនោះគឺជារបស់ដែលគេទើបធ្វើរួចរាល់ប៉ុន្តែលីអនបានសង្កេតឃើញទោះបីជាពួកគេធ្វើការងារបានផ្ចិតផ្ចង់ខ្លាំងក៏ដោយតែក៏នៅមានចំណុចអ្វីមួយយ៉ាងដែលនៅខ្វះខាតដដែលគាត់ឆ្ងល់ហេតុអ្វីបានជាគុណភាពអាវុធទាំងនេះមិនដល់កម្រិតកំពូលភ្លាមនោះស្រាប់តែមានចលនាដ៏ចម្លែកមួយនៅក្នុងភ្នែកខ្លើងបានទាក់ទាញចំណាប់អារម្មណ៍របស់គាត់ប្រព័ន្ធបានលោតសារព្រមានមានវិញ្ញាណភ្លើងកម្រិតទាបកំពុងតែលុបឃ្លាំមើលហើយវាហាក់ដូចជាកំពុងចុះខ្សោយមកពលខ្លាំងណាស់លីអនក៏បានងាកទៅសួរចនភ្លាមតើភ្លើងនៅក្នុងលដុតនេះវាចុះខ្សោយនឹងទន់ជ្រាយបែបនេះយូរហើយមែនទេចនលើកដៃអេះក្បាលខ្លួនឯងរួចតបទៅវិញតាមពិតទៅវាមិនដល់ថ្នាក់រលត់បាត់ចោលទេលោកម្ចាស់តែមួយរយៈនេះវាកំពុងតែចុះខ្សោយកម្ដៅខ្លាំងមែនទែនស្របពេលនោះជាងដៃធំមូឌូបានដើរចេញមកបង្ហាញខ្លួនភ្លាមហើយក៏បានទទួលស្គាល់ការពិតកម្ដៅភ្លើងនៅក្នុងលដុតពិតជាបានចុះខ្សោយមែនប៉ុន្តែគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងហើយក៏បានសួរដេញដោលទៅចៅហ្វាយវ័យក្មេងតើលីអនអាចដឹងពីរឿងអាថ៌កំបាំងមួយនេះបានយ៉ាងម៉េចទៅលីអនបានឆ្លើយតបទៅវិញយ៉ាងសាមញ្ញគឺភ្លើងនៅក្នុងលដុតនេះឯងជាអ្នកប្រាប់គេដោយផ្ទាល់ចម្លើយមួយនេះបានធ្វើឲ្យជាងដាច់មូឌូភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាជារឿងដែលគាត់នឹកស្មានមិនដល់ទាល់តែសោះមូឌូក៏បានប្រាប់ឲ្យចនដើរចេញទៅឲ្យឆ្ងាយជាបន្ទាន់ដើម្បីទុកឱកាសឲ្យគាត់បាននិយាយពិភាក្សាជាឯកជនជាមួយនឹងយុវជនកំឡោះសក់មាសម្នាក់នេះពួកគេទាំងពីរបានដើរទៅកាន់កន្លែងស្ងាត់មួយរួចមូឌូបានសម្លឹងមើលមុខលីអនដោយក្រសែភ្នែកមើងម៉ាត់គាត់បានសួរបញ្ជាក់ទាំងទទូចតើឯងពិតជាអាចមើលឃើញវិញ្ញាណភ្លើងពិតមែនឬលីអនងក់ក្បាលរួចឆ្លើយតបបាទគឺពិតមែនហើយមូឌូក៏ប្រញាប់សួរភ្លាមតើឯងអាចមានវិធីជួយដោះស្រាយនិងសង្គ្រោះបញ្ហាមួយនេះបានដែរឬទេលីអនញញឹមរួចតបទៅវិញប្រហែលជាអាចបានលោកគ្រូឬបែបនេះមូឌូក៏បានបោះសម្ដីសន្យាយ៉ាងអូឡារិកភ្លាមគាត់នឹងបង្ហាត់បង្រៀនរាល់វិជ្ជាជាងដៃទាំងអស់ដល់គេព្រមទាំងផ្ដល់អាទិភាពពិសេសបំផុតនៅក្នុងរោងជាងនេះថែមទៀតការសន្យានេះបានធ្វើឲ្យលីអនលួចភ្ញាក់ផ្អើលនិងត្រេកអរក្នុងចិត្តយ៉ាងខ្លាំងព្រោះគាត់ដឹងច្បាស់រោងជាងដៃនេះគឺល្បីល្បាញណាស់រហូតដល់មានការបញ្ជាទិញអាវុធពីដែនដីជិតខាងជាច្រើនយល់ច្បាស់ពីតម្លៃនៃកិច្ចព្រមព្រៀងដ៏ចំណេញនេះលីអនក៏បានងក់ក្បាលយល់ព្រមភ្លាមជាមួយនឹងស្នាមញញឹមដ៏រំភើបមូឌូបានរៀបរាប់ពន្យល់ពីភាពហត់នឿយរបស់គាត់ក្នុងការខំប្រឹងពង្រីកសិប្បកម្មដំដែកមួយនេះប៉ុន្តែស្របពេលជាមួយគ្នានេះវិញ្ញាណភ្លើងបែរជាចុះខ្សោយទៅវិញបណ្ដាលឲ្យគុណភាពផលិតផលទាំងឡាយត្រូវធ្លាក់ចុះជាលំដាប់មូឌូមានការព្រួយបារម្ភនិងទាល់ច្រកខ្លាំងណាស់ព្រោះខ្លួនគាត់ផ្ទាល់មិនអាចមានសមត្ថភាពតាក់ទងជាមួយវិញ្ញាណបានឡើយដូច្នេះទោះបីជាលីអនមើលទៅរាងកាយទន់ខ្សោយក៏ដោយតែពេលនេះគេគឺជាក្តីសង្ឃឹមតែមួយគត់ព្រោះមានតែគេទេដែលមើលឃើញវាលីអនបានផ្ដោតអារម្មណ៍ស្ដាប់សំឡេងខ្សឹបរបស់សត្វវេទមន្តឬវិញ្ញាណភ្លើងតូចនោះយ៉ាងយកចិត្តទុកដាក់រួចគាត់ក៏បានងាកមកប្រាប់មូឌូវាប្រាប់វាកំពុងតែស្រេកទឹកខ្លាំងណាស់លីអនក៏បានស្នើឡើងភ្លាមឲ្យប្រញាប់ចាក់ទឹកចូលទៅក្នុងភ្នែកខ្លាំងនេះគ្រាន់តែឮបែបនេះជាងដាច់មូឌូស្ទុះស្រែកហាមឃាត់ទាំងស្លន់ស្លោដាច់ខាតមិនបានទេការចាក់ទឹកលើភ្លើងដុតដែកគឺជារឿងឈួតលីលាបំផុតលីអនបានប្រាប់ឲ្យគាត់ព្យាយាមសម្រួលអារម្មណ៍ឲ្យស្ងប់សិនរួចគាត់ក៏បានពន្យល់ពីល្បិចបច្ចេកទេសប្រាប់ទៅគាត់ពួកគេមិនមែនចាក់ទឹកធម្មតាទេគឺត្រូវផលិតនិងផ្ដល់របស់ពិសេសដែលវិញ្ញាណភ្លើងនោះអាចពិសានិងស្រូបយកមកពុលបានដោយសុវត្ថិភាពមូឌូលឺហើយក៏ស្របតាមរួចពោលពាក្យសន្យាបើធ្វើបានសម្រេចគាត់នឹងដំចប់ជីកដែលជាស្នាដៃល្អបំផុតរបស់គាត់ឲ្យលីអនលឺហើយសួរទាំងហួសចិត្តលោកគ្រូនិយាយលេងមែនទេមូឌូក៏បានបញ្ជាក់ត្រឡប់ទៅវិញយ៉ាងមើងម៉ាត់បំផុតគាត់មិនដែលនិយាយលេងឡើយបន្ទាប់ពីការព្រមព្រៀងគ្នាបានសម្រេចជាស្ពរអ្នកទាំងពីរក៏បានចាប់ដៃគ្នារួចចាប់ផ្ដើមចុះដៃធ្វើការងារភ្លាម
យប់នោះដំណើរការងារនៅក្នុងរោងជាងដែកបានប្រព្រឹត្តទៅយ៉ាងស្ងាត់ស្ងៀមក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់ស្រងាត់កាត់មកដល់ពេលដែលលីអនបានត្រឡប់ចូលមកកាន់បន្ទប់ពិសោធន៍អាល់ឈីមីរបស់ខ្លួនវិញគាត់បានដកដង្ហើមធំដោយភាពហត់នឿយជាពន់ពេកស្របពេលដែលប្រព័ន្ធហ្គេមបានលោតសារព័ត៌មានជាថ្មីវិញ្ញាណភ្លើងតូចមួយនោះឥឡូវនេះកំពុងតែស្រេកទឹកខ្លាំងណាស់លីអនសម្លឹងមើលវារួចពោលសន្យាតបទៅវិញនឹងជួយវាឲ្យបាននៅក្នុងចិត្តរបស់លីអនគាត់ពិតជាយល់ច្បាស់ពីការឈឺចាប់និងភាពនឿយហត់របស់វិញ្ញាណភ្លើងនេះខ្លាំងណាស់ព្រោះវាបានធ្វើឲ្យគាត់នឹកឃើញទៅដល់ឆាកជីវិតចាស់ដ៏ជូរចត់របស់ខ្លួនការដែលរស់នៅធ្វើការងារនៅប្រទេសកូរ៉េដើម្បីជួយសង្គ្រោះវាគេបានសម្រេចចិត្តប្រើប្រាស់ជំនាញអាល់ឈីមីដើម្បីផលិតទឹកប្រេងចម្រាញ់ពិសេសចេញពីផ្កា Rosemary ទោះបីជារុក្ខជាតិឱសថមួយប្រភេទនេះមានរសជាតិប្រៃខ្លាំងខុសពីធម្មតាក៏ដោយប៉ុន្តែនៅពេលដែលវាត្រូវបានចម្រាញ់ចេញមកវានឹងក្លាយជាវត្ថុរាវដ៏ល្អអស្ចារ្យមិនយូរប៉ុន្មានទឹកប្រេងទឹកពណ៌បៃតងស្រងាត់ក៏ត្រូវបានផលិតរួចរាល់ព្រមទាំងមានក្លិនក្រអូបប្រហើរជះសាយភាយពេញបន្ទប់ពិសោធន៍លីអនមិនបង្អង់យូរគាត់បានដើរទៅជិតភ្នែកខ្លាំងរួចចាក់ទឹកប្រេងនោះចូលភ្លាមគ្រាន់តែប្រេងប៉ះភ្លើងភ្លាមវិញ្ញាណភ្លើងចាប់ផ្ដើមស្រូបយកមកពុលយ៉ាងលឿនវាបង្ហាញរឹកពីសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែមកពុលត្រឹមតែមួយដបនេះគឺមិនទាន់គ្រប់គ្រាន់ឡើយវានៅតែបង្ហាញសញ្ញាត្រូវការបន្ថែមទៀតលីអនឃើញសញ្ញាក៏បានញញឹមរួចសន្យានឹងធ្វើដបបន្តបន្ទាប់ជូនវាឲ្យឆ្អែតគាត់បានងាកត្រឡប់មកតុពិសោធន៍រួចខំប្រឹងធ្វើការងារដោយយកចិត្តទុកដាក់បំផុតដើម្បីចម្រាញ់យកប្រេងផ្កា Rosemary ទាំងអស់ដែលមានយកទៅចាក់បំពេញឲ្យវាទីបំផុតវិញ្ញាណភ្លើងក៏បានសះស្បើយពីអាការៈទន់ខ្សោយទាំងស្រុងព្រមទាំងប្រែជាមានពន្លឺជះចេញមកពោពេញដោយមពលដ៏ខ្លាំងក្លាអស្ចារ្យវាបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅធ្វើឲ្យលីអនទទួលបានបន្ទប់តបពិសោធន៍ទាំងស្រាងបន្ថែម 30% ស្របពេលនោះជាងដែកមូឌូបានរត់ចូលមកក្នុងបន្ទប់ទាំងអារម្មណ៍រំភើបញាប់ញ័រជាខ្លាំងគាត់បានស្រែកអបអរសាទរពេញបន្ទប់ដែលលីអនអាចជួយសង្គ្រោះនិងដាស់មពលវិញ្ញាណភ្លើងបានជោគជ័យគាត់សម្លឹងមើលមកលីអនដោយក្រសែភ្នែកគោរពរួចលាន់មាត់សរសើរឯងពិតជាអស្ចារ្យនិងប្លែកពីមនុស្សធម្មតាមែនប៉ុន្តែមិនទាន់ទាំងបានរីករាយពេញលេញផងស្រាប់តែលីអនមានអារម្មណ៍ងងឹតមុខឈឹងមូឌូឃើញទឹកមុខចៅវាយវ័យក្មេងប្រែជាស្លេកស្លាំងក៏ប្រញាប់សួរនាំដោយក្តីបារម្ភលីអនបានខំប្រឹងបង្ហាញស្នាមញញឹមដើម្បីលួងចិត្តគាត់រួចពោលទាំងសឹបគាត់គ្រាន់តែហត់នឿយខ្លាំងពេកដោយសារតែការបង្ខំខ្លួនឯងធ្វើការងារចម្រាញ់ថ្នាំទាំងយប់នេះតែប៉ុណ្ណោះភ្លាមនោះរាងកាយរបស់គាត់ប្រែជាទន់កន្ត្រាក់លែងអាចទ្រាំទ្របានទៀតហើយគាត់ក៏បានដួលសន្លប់បាត់ស្មារតីឈឹងទៅលើដីតែម្ដងជាងដែកមូឌូឃើញបែបនេះក៏ភ័យស្លន់ស្លោខ្លាំងណាស់គាត់ស្ទុះទៅអោបក្រសោបរាងកាយយុវជននោះរួចស្រែកហៅសំឡេងខ្លាំងលោកម្ចាស់លីអនលោកម្ចាស់ដឹងខ្លួនឡើងដាច់ខាតកុំទាន់ស្លាប់ចោលខ្ញុំអីណាលោកម្ចាស់កាត់មកដល់ព្រឹកថ្ងៃបន្ទាប់ព្រះអាទិត្យពណ៌មាសបានរះឡើងចែងចាំងផ្សែងហុយពណ៌ប្រផេះស្រាលបានហោះហើរចេញពីបំពង់ផ្សែងនៃរោងជាងនៅក្នុងបន្ទប់សម្រាប់ស្រាប់តែមានក្មេងតូចប្រុសស្រីចំនួន2នាក់បានមកឈរអាត់ក្បាលសម្លឹងមើលមកលីអនដោយភាពចង់ដឹងចង់ឃើញបងស្រីតាបងប្រុសសក់មាសម្នាក់នេះគាត់មានឈ្មោះអីទៅចាស់ក្មេងតូចទាំងពីរនាក់នោះក៏បានចាប់ផ្ដើមណែនាំខ្លួនឯងលេងហាក់ដូចជាតួអង្គមាសនិងត្បូងខៀវនៅក្នុងរឿងព្រេងរួចក៏នាំគ្នាសាច់ក្អាកក្អាយយ៉ាងសប្បាយរីករាយឥតឧបមាលីអនដែលទើបតែដឹងខ្លួនតិចបានងាកមកសម្លឹងមើលពួកគេហើយក៏បានឃើញពីភាពស្និទ្ធស្នាលនិងភាពកក់ក្ដៅរបស់បងប្អូនទាំងពីរនាក់នេះទស្សនវិជ្ជានេះបានធ្វើឲ្យលីអនលួចនឹកគិតទៅដល់ប្អូនប្រុសបង្កើតរបស់ខ្លួនគឺឡៃអនដែលជាមនុស្សមានចរិតឆ្មាំងឆ្មៃនិងមិនសូវជាចូលចិត្តខ្លួនគាត់តែសោះប៉ុន្តែលីអនក៏បានដកដង្ហើមធំរួចគិតក្នុងចិត្តគាត់មិនខ្វល់ខ្វាយឬយកចិត្តទុកដាក់នឹងរឿងបងប្អូនអីទាំងអស់នោះទេឲ្យតែពួកគេមិនមករំខានដល់ផែនការជីវិតរបស់គាត់ទៅគឺគ្រប់គ្រាន់ហើយពីព្រោះរូបគាត់ផ្ទាល់ក៏មិនដែលគិតចង់មានអារម្មណ៍ចាប់អារម្មណ៍នឹងការឡើងមកដឹកនាំឬធ្វើជាប្រមុខត្រកូលអាស្តេរីអីហ្នឹងតាំងពីដើមមកម្លេះខណៈពេលដែលលីអនកំពុងតែធ្លាក់ចូលទៅក្នុងភពគំនិតម្នាក់ឯងស្រាប់តែវត្តមាននិងស្រមោលរបស់ប្អូនប្រុសឡៃអនបានដើរចូលមកដល់រួចនិយាយកាត់ផ្ដាច់រាល់គំនិតទាំងឡាយរបស់គាត់ភ្លាម